ជំរាបសួរពុកម៉ែបងប្អូនដែលនិយមគាំទ្រដល់ Channel មនោគមខ្មែរបុរាណជាទីស្រឡាញ់និងជាទីរាប់អានសម្រាប់ថ្ងៃនេះផងដែរ Channel មនោគមខ្មែរបុរាណបានលើកយកនៅគាថាស្នេហ៍បន្ទន់ចិត្តមៀសត្រូវមកជាមិត្តខ្លីខ្លឹមយកបច្ច័យជូនពុកម៉ែបងប្អូនសិក្សារៀនសូត្រអស់គ្នាមិនថាពុកម៉ែបងប្អូននៅក្នុងប្រទេសក្តីនិងក្រៅប្រទេសក្តីក៏អាចសិក្សារៀនសូត្របានដែរបាទចាំសិនពុកម៉ែបងប្អូនពេញចិត្តនឹងគាំទ្រសូមកុំភ្លេចណាជួយចុច Subscribe នៅរូបកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃហើយក៏សូមជួយចុច Like ចុច Share ដើម្បីចូលរួមនៅក្នុងការចែករំលែកដល់អ្នកគ្នាផងដែរបាទអញ្ចឹងសម្រាប់គាថាស្នេហ៍បន្ទន់ចិត្តមៀសត្រូវមកជាមិត្តនេះគឺជាគាថាស្នេហ៍មួយដ៏ល្អវិសេសវិសាលណាស់សម្រាប់ពុកម៉ែបងប្អូនយកទៅសិក្សារៀនសូត្រដើម្បីយកទៅជាប្រយោជន៍ណាជាធម្មតាមនុស្សយើងប្រាថ្នាតែសេចក្តីសុខណាបាទសេចក្តីសុខកើតឡើងមកពីម៉េចបាទគឺកើតមកពីមនុស្សជុំវិញខ្លួនយើងណាពីមិត្តភ័ក្តិយើងពីក្រុមគ្រួសារយើងអញ្ចឹងស្នេហ៍នេះគឺជួយពុកម៉ែបងប្អូនបានណាគឺជួយបន្ទន់ចិត្តណាជួយបន្ទន់ចិត្តមៀហ្នឹងគឺសត្រូវអ្នកដែលស្អប់យើងណាពុកម៉ែបងប្អូនឲ្យមកជាមិត្តយើងវិញឲ្យមកស្រឡាញ់យើងវិញចូលចិត្តយើងវិញកុំឲ្យស្អប់ខ្ពើមយើងណាព្រោះធម្មតាទង្វើអាក្រក់ទាំងឡាយអំពើហិង្សាទាំងឡាយវាកើតឡើងពីភាពស្អប់ខ្ពើមនឹងឯងពីសត្រូវនឹងឯងណាអញ្ចឹងនៅពេលដែលសត្រូវមកជាមិត្តអស់ហើយពេលនោះជីវិតយើងនឹងបានសេចក្តីសុខហើយណាគ្មានពីណាគេបៀតបៀនយើងទេណាទាំងផ្លូវភ្លឺទាំងផ្លូវងងឹតអញ្ចឹងជីវិតយើងនឹងបានសុខយល់ពុកម៉ែបងប្អូនបាទសង្ឃឹមពុកម៉ែបងប្អូនបានយល់ណាហើយសម្រាប់គាថានេះទោះបីពុកម៉ែបងប្អូនមិនមែនជាគ្រូក៏យកទៅរៀនសិក្សាបានដែរណាព្រោះស្នេហ៍នេះគឺជាស្នេហ៍ល្អណាมันមានទៅប៉ះពាល់ទេហើយបើសិនពុកម៉ែបងប្អូនខ្លះក៏មិនចង់រៀនទេក៏ទុកសិនទៅណាកាយលោថ្ងៃណាមួយទៅការប្រើណាហើយក៏សម្រាប់អ្នកដែលមានសត្រូវច្រើនដែរណានឹងយកទៅប្រើទៅណានៅបានសុខសាន្តហើយអញ្ចឹងកុំឲ្យខាតពេលប្រមាណបងប្អូនយើងចាប់ដើមសូត្រអស់គ្នាណាប៉ុន្តែមុនចូលសូត្រនឹកមុនគាថាយើងទៅសូត្រនមោ3ចប់សិនណានមោតស្សៈភវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភវតោអរហតោសម្មាសម្ពុទ្ធស្សៈបាទអញ្ចឹងគ្រប់ចំនួន3ចប់ហើយក៏ចាប់ដើមសូត្រតគ្នាអ្នកអនុមោមតតាំងម្ដងទៀតអ្នកអនុមោមតតាំងម្ដងទៀតក៏3ចប់ណាអ្នកអនុមោមតតាំងបាទអញ្ចឹងសម្រាប់គាថាស្នេហ៍មួយមេនេះយើងសូត្រចំនួន9ចប់ទៅណាបងប្អូនគឺយើងអាចសូត្រសាបជាមួយនឹងកមុនក្រែម្សៅណាយកទៅប្រើប្រាស់ជារៀងរាល់ថ្ងៃហើយយើងឧស្សាហ៍ដាស់ផងណាហើយពុកម៉ែបងប្អូនទៅឧស្សាហ៍ទន្ទិញភាវនាណាដើម្បីឲ្យមានរដ្ឋអំណាចបានប្រកាសសាសិទ្ធមិនពុកម៉ែបងប្អូនយកទៅសូត្រភ្លាមអ្នកខ្លះសូត្រភ្លាមប្រកាសភ្លាមក៏មានដែរណាពុកម៉ែបងប្អូនអញ្ចឹងមនុស្សម្នាក់សិក្សាមុនគាថាគឺអត់មានដូចគ្នាទេអត់មានសមត្ថភាពដូចគ្នាទេណាទោះបីគាថាតែមួយប៉ុន្តែផលបានខុសៗគ្នាណាបងប្អូនវាអាស្រ័យលើមនុស្សយើងជាអ្នកសិក្សាណាអាហ្នឹងគេហៅក្របពូជបងប្អូនយើងគឺជាក្របពូជអញ្ចឹងបើសិនយើងក្របពូជយើងល្អយើងរៀនមុនជាការទៅគឺរៀនភ្លាមប្រកែភ្លាមណា អ
ហើយរៀនការយុការបកែអ្នកខ្លះអត់ទេរៀនមុនដំបូងធម្មតាណាហើយដល់យើងតស៊ូព្យាយាមបន្តិចឡើងបន្តិចចឹងទៅណាបកែម្ដងតិចចឹងទៅរហូតដល់បកែខ្លាំងចឹងទៅណាអានឹងវាផលបុណ្យគេជាតិមុនណាតមកទៀតហើយអ្នកខ្លះរឿងជាតិមុនជាតិអីក្រោយហ្នឹងគេមិនសូវជឿទេប៉ុន្តែយើងឆ្ងល់តឡាចេះចុះហេតុអ្វីមនុស្សដូចតែគ្នាសូត្រមុនគេថាដូចតែមួយហើយចុះហេតុអ្វីលទ្ធផលខុសគ្នាអានេះយើងមិនទៅប្រៀបធៀបជាមួយតសម្បត្តិទេព្រោះថាតសម្បត្តិវាពាក់ព័ន្ធនឹងការខំប្រឹងប្រែងរកណានឹងពាក់ព័ន្ធនឹងចំណេះដឹងពាក់ព័ន្ធនឹងបរិយាកាសជុំវិញខ្លួនយើងណាតែបើយើងងាកមកខាងមន្តអាគមវិញយើងយកមនុស្សពីរនាក់មកសិក្សាមនុស្សមានដៃជើងដូចគ្នាចំណេះដឹងអានអក្សរដាច់ដូចគ្នាយើងយកមករៀនមកហើយយកមកសូត្រមកខុសគ្នាអញ្ចឹងណាសមត្ថភាពខុសគ្នាអញ្ចឹងអាហ្នឹងវាអាចពាក់ព័ន្ធនឹងណាអតីតជាតិយើងណាជាតិមុនយើងធ្លាប់រៀនសូត្រឬក៏យើងធ្លាប់សមាធិភាវនាឬក៏អ្នកធ្លាប់សិក្សាពីមុនណាតជាតិចឹងទៅតែបើអ្នកថាអត់ដែរប្រឡូកទេថ្មីសាឡាងមកអាហ្នឹងគេថាបកកេះបងម៉ែបងប្អូនតែសម្រាប់អ្នករៀនមន្តអាគមបកកេះគឺមិនសូវខ្លាំងទេណាបាទបើថាវត្ថុប្រើប្រាស់បកកេះថាថ្មីល្អតែបើសិនអ្នករៀនមន្តអាគមបកកេះណាថ្មីអត់តន់ខ្លាំងទេណាបាទហ្នឹងគេថាស្ទើរណាតែស្ទើរអញ្ចឹងខំប្រឹងប្រែងណាបងប្អូនបើស្រឡាញ់ក៏ជាប់និស្ស័យខំសិក្សារៀនសូត្រទៅណាហើយប្រសិនមកបងប្អូនមានសទ្ធាអីអាចចង់ជួយឧបត្ថម្ភគ្រូឲ្យថ្លៃភ្លើងថ្លៃសេវាអ៊ីនធឺណិតអីអាចណា scan QR code មកខាងមុខបានណាហើយមានចម្ងល់ហើយអាចសួរគ្រូបានបាទអញ្ចឹងក៏ជូនពរបងប្អូនយកទៅសិក្សាឲ្យបានសមប្រកបណាឲ្យសម្បូរមិត្តណាកុំឲ្យមានសត្រូវបាទអញ្ចឹងក៏សូមអរគុណណាសូមជម្រាបលាបងប្អូនទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាណា